បាទថ្ងៃនេះយើងរៀនធ្វើលំហាត់ជាមួយនឹងពាក្យ much ហើយនឹង many តែយើងគួរតែប្រើនៅក្នុងប្រយោគណា much ហើយនឹង many នេះគឺមានន័យដូចគ្នាមានន័យថាច្រើនប៉ុន្តែគឺការប្រើរបស់វាគឺខុសៗគ្នាឥឡូវយើងរៀនធ្វើលំហាត់ទាំងអស់គ្នាយើងមើលលេខ1 I'm sorry I don't have តែយើងគួរតែបំពេញម៉េចឬក៏ many ឥឡូវយើងមើលពាក្យនាមដែលនៅពីក្រោយនេះពាក្យ time អញ្ចឹងពាក្យ time នេះគឺវាជា uncounted នាមដែលយើងរាប់មិនបានពេលវេលាគឺយើងមិនអាចរាប់បានទេបាទពេលវេលាគឺមានតែមួយទេយើងមិនអាចរាប់បានទេអញ្ចឹងនាមនេះមិនអាចរាប់បានយើងបំពេញពាក្យ much បាទអញ្ចឹង I am sorry I don't have much time ឲ្យខ្ញុំសុំទោសខ្ញុំមិនមានពេលច្រើនទេជំរាប2 The store has not យើងមើលពាក្យនាមខាងចុងនេះពាក្យ notebook នេះគឺមានអក្សរ S អញ្ចឹងមានថាគឺជានាមរាប់បានជាហៅថា count នាមរាប់បានគឺនៅពេលដែលវាមានទម្រង់ជាពហុវចនៈគឺវាបន្ថែមអក្សរ S អញ្ចឹងមានន័យថាយើងកន្លែងនេះយើងបំពេញពាក្យ many បាទលេខ3 Today I have ណាគេធ្វើទម្រង់កាត់ work to do អញ្ចឹងយើងនៅបំពេញចន្លោះនេះយើងមើលនាមដែលនៅពីខាងមុខពីខាងក្រោយវាអញ្ចឹងធ្វើកិច្ចការងារគឺជានាមដែលរាប់មិនបានគឺជាហៅថា uncounted អញ្ចឹងយើងត្រូវតែបំពេញពាក្យ much បាទថ្ងៃនេះខ្ញុំមានការងារធ្វើច្រើនជំរាប4ដល់អ្នកគ្នា He always put ជាមួយ sugar នេះជានាមដែរយើងគឺជានាម uncounted ជានាមមួយដែលរាប់មិនបានអញ្ចឹងនៅពេលដែលយើងប្រើថាពាក្យច្រើនយើងត្រូវតែប្រើពាក្យ much ពីព្រោះនាមនេះគឺជានាមដែលរាប់មិនបានអញ្ចឹង He always put much sugar in his tea មានន័យថាគាត់តែងតែដាក់ស្ករច្រើននៅក្នុងទឹកតែរបស់គាត់យើងមើលលេខ5ទាំងអស់គ្នា She did not make mistake យើងមើល mistake នៅកន្លែងនេះ mistake នេះគឺវាមានអក្សរ S យើងមានថាគឺជានាមដែលរាប់បានអញ្ចឹងយើងប្រើពាក្យច្រើនយើងប្រើពាក្យ many មកបាទ She did not make many mistake in her test អញ្ចឹងមានន័យថាគាត់មិនបានប្រព្រឹត្តកំហុសច្រើនទេនៅក្នុងការធ្វើតេស្តរបស់គាត់បាទលេខ6 We don't have use lab មានន័យថា use នេះគឺជា uncounted នាមរាប់មិនបានអញ្ចឹងយើងប្រើពាក្យជាមួយនឹងពាក្យ much I don't have much use lab មានន័យថាគាត់មិនមានគេហៅថាចំណាប់ទឹកផ្លែឈើចំណាប់អីផ្សេងហ្នឹងបាទអញ្ចឹងមានថាគឺគាត់មិនមានចំណាប់ទឹកផ្លែឈើឬក៏ចំណាប់ផ្លែឈើហ្នឹងច្រើនតែនៅសល់នោះទេ I'll go to buy some មានថាខ្ញុំនៅទៅទិញវាបាទមួយទៀតគឺជាពាក្យលេខ7ជាមើលហៅតែជាបំពេញ much ឬក៏ many យើងមកពាក្យ money គឺជា uncounted នាមដែលរាប់មិនបានអញ្ចឹងយើងប្រើវាជាមួយនឹងពាក្យ much How much money do you earn មានថាតើអ្នករកលុយបានប៉ុន្មានជាមួយលេខ8ទាំងអស់គ្នា We did not take photo ជាមួយ photo នេះគឺជានាមរាប់បានគឺ counted អញ្ចឹងយើងប្រើជាមួយនឹងពាក្យ many We don't take many photo when we were on vacation មានន័យថាយើងមិនបានថតរូបច្រើននោះទេនៅពេលដែលយើងធ្វើវិសមការជាមើលបន្តទៀតលេខ9 Did you get homework គឺជានាមប៉ុន្តែនាម uncounted គឺជានាមដែលរាប់មិនបានអញ្ចឹងយើងប្រើពាក្យជាមួយនឹងពាក្យ much Did you get much homework តើអ្នកមានកិច្ចការផ្ទះច្រើនមែនទេ How យើងមើល sister នេះគឺជានាមដែលមានអក្សរ S អញ្ចឹងគឺជានាមដែលរាប់បានគឺជា counted អញ្ចឹងយើងត្រូវតែប្រើពាក្យថា many
How many sisters does she have មានន័យថាតើគាត់នឹងមានបងប្អូនស្រីប៉ុន្មាននាក់លេខ11 I put a lot of salt បតាអំបិល in my shop ជាមើល perhaps true អញ្ចឹងមានន័យថាខ្ញុំដាក់អំបិលច្រើននៅក្នុងសម្លរបស់ខ្ញុំបាទប្រហែលជាច្រើនហើយអញ្ចឹងន័យនេះគឺគេចង់និយាយពីអំបិលគឺជា uncount noun ជានាមដែលរាប់មិនបានអញ្ចឹងយើងត្រូវតែប្រើពាក្យ much មកជាមួយលេខ12ទាំងអស់គ្នា She could not sell car last year ជាមួយ car នេះគឺទម្រង់អក្សរ S គឺជានាមរាប់បានចាស់តា count noun អញ្ចឹងយើងប្រើពាក្យ many She could not sell many car last year មានថានាងមិនអាចលក់បានរថយន្តច្រើននោះទេកាលពីឆ្នាំមុនជាមួយទៀតគឺលេខ13 how pleasure នេះគឺជានាមរាប់បានថែមអក្សរ S អញ្ចឹងយើងប្រើជាមួយនឹងពាក្យ many How many players are in a football team មានន័យថានៅក្នុងក្រុមបាល់ទាត់ហ្នឹងតើមានអ្នកលេងប្រមាណអ្នកបាទជាមួយលេខ14 It is only small town there is not បាទអញ្ចឹងមានថានេះគឺជាវាក៏ជាទីក្រុងតូចមួយប៉ុណ្ណោះអញ្ចឹង there is not យើងប្រើទីក្រុងនេះគឺយើងចង់ថា it is not to do អញ្ចឹងមានថាយើងធ្វើអីគេ to do ហ្នឹងគឺតំណទៅលើគេ to do ហ្នឹងគឺនៃវាចង់កន្លែងនេះគឺចង់និយាយថាការងារពីព្រោះយើងធ្វើការណាសូម្បីតែយើងធ្វើកិច្ចការក្រុមហ៊ុនកិច្ចការរដ្ឋឬក៏កិច្ចការជួសជុលម៉ូតូឲ្យឡើយឬក៏បងរៀនឬក៏មួយយ៉ាងមួយទៀតធ្វើអីក៏ដោយគេហៅថាកិច្ចការអញ្ចឹងនេះគឺសំដៅទៅលើ work អញ្ចឹង work គឺជា uncount noun អញ្ចឹងយើងត្រូវតែប្រើពាក្យ much មានថាវាគ្រាន់តែជាទីក្រុងតូចទេមិនមានការងារច្រើនទេដើម្បីធ្វើលេខ15ទាំងអស់គ្នា He has worked better lately គាត់បានធ្វើការកន្លែងនេះគឺន័យថាគាត់បានធ្វើការងារអញ្ចឹងការងារនេះមានថាបើកាលណាកន្លែងនេះគឺជាគុណនាមប៉ុន្តែក្នុងន័យនេះគឺគេនិយាយពីការងារបើកាលណានិយាយពីការងារហើយគឺជា uncount noun ហើយអញ្ចឹងមានថាយើងត្រូវតែប្រើពាក្យ much ពេលខ្លះយើងត្រូវតែមើលអត្ថន័យវាណាគាត់បានធ្វើការច្រើនបានយ៉ាងប្រសើរនាពេលចុងក្រោយនេះបាទអញ្ចឹងមកអញ្ចឹងពេលខ្លះយើងបំពេញ match ឬក៏ many ហ្នឹងអាស្រ័យទៅលើនាមដែលឈរនៅពីក្រោយវាប៉ុន្តែពេលខ្លះទៀតគឺវាបង្កប់ន័យអញ្ចឹងមានថាយើងត្រូវតែបំពេញវាទៅតាមន័យរបស់វាតើន័យដែលគេនិយាយហ្នឹងគឺជាន័យហ្នឹងគឺនាមរាប់បានឬក៏នាមរាប់មិនបានបាទយើងវិភាគទាំងអស់គ្នាបាទអញ្ចឹងសូមធ្វើការបង្ហាញទៀតប៉ុណ្ណឹងចាំសិក្សាមេរៀនក្រោយទាំងអស់គ្នាបន្តទៀតសូមអរគុណច្រើនបាទ